លើកទី1ដឹងផលហ្មងខ្ញុំកក់សាប៊ូផ្សេងៗគឺច្រើនជួសសក់មិនក្រៅពី30 50 60សរសៃពេលខ្លះអាចថាតិចជាងហ្នឹងតែមិនក្រៅពី30 40តែសាប៊ូកក់សក់នេះជួសហើយជា2សរសៃហើយកក់ហើយពេលបន្ទន់មកដឹងហ្មងរដូវខ្ញុំបន្ទន់ហើយខ្ញុំលាងទឹកចេញសក់ខ្ញុំនៅកញ្ញុំនឹងហ្មងអូយសាហាវមិនសាប៊ូកក់សក់អីអញ្ចឹងពេលមិនសិនតែអាចចង់តិច20ឈុតយកមកទុកខ្លាចដេកស្តុកតាពេលវាល្អពេកណាទៅយូរទៅស្រឡាញ់ផលិតផលហ្នឹងហ្មងវាល្អគ្រប់មុខពេកអញ្ចឹងបាក់និយាយហ្នឹងនិយាយមិនដឹងដែរជាប់ចិត្តរាប់ឆ្នាំអូយស្រឡាញ់សក់ខ្លួនឯងមានតែនិយាយថាស្រឡាញ់សក់ខ្លួនឯងវាស្អាតវាមិនបែរហ្មងអូយបើសក់មួយគឺ in love ហ្មងបានស្គាល់បងឯងជឿជាក់គ្រប់ប្រើផលិតផលហ្នឹងហើយជឿជាក់ហ្មងវាមកថាបងឯងណែនាំអីគឺចង់ប្រើហ្នឹងហ្មងដោយសារតែជឿជាក់មកទៅខ្ញុំងាយឲ្យ feedback ណាគេហើយបើខ្ញុំឲ្យគឺថាតែពីទទួលផលពិតៗវាមានថាបើខ្ញុំថាអត់ហើយបងឯងដឹងខ្ញុំស្រាប់ហើយខ្ញុំធ្លាប់ទិញផលបងឯងពីបដងខ្ញុំថាវាមិនវាអញ្ចឹងខ្ញុំអត់ចេះអត់ល្អនិយាយថាល្អខ្ញុំថាមិនអញ្ចឹងហើយបើខ្ញុំដូចខ្ញុំប្រើអត់ទៅខ្ញុំថាអត់ត្រូវខ្ញុំប្រើត្រូវខ្ញុំប្រើថាត្រូវហ្មងនិយាយមកទៀតអាចនឹងទិញប្រេងលិបសក់ទៀតឈប់ប្រើផុសកូរ៉េមួយសេតមកទៀតសូម្បីតែលេងមុខលេងអីក៏ប្រើផុសកូរ៉េដែរទៀតពុកប្រើពីប៉ុនដាក់កូរ៉េអាតូមីមួយឈុតមកមួយសេតទៅពីចុងជើងដល់ចុងក្បាលហ្មង